វីដេអូនេះធ្វើឲ្យអ្នកទាំងអស់គ្នាឃើញហើយរំជួយចិត្តគ្រប់គ្នាតែបើសិនជាបានស្ដាប់រួមពិតនោះគឺច្បាស់ជាកំសត់រំជួយចិត្តជាងនឹងទៀតបងទីសុថេងគឺជាមន្ត្រីអភិរក្សនៅតំបន់ជំរកសត្វព្រៃភ្នំតាម៉ៅ30ឆ្នាំហើយគាត់ធ្វើការមើលថែសត្វព្រៃនឹងគឺឲ្យសត្វជាច្រើនប្រភេទដែលគាត់មើលថែយ៉ាងយកចិត្តទុកដាក់ឲ្យចិត្តស្និទ្ធគឺគាត់ធ្វើដោយក្តីស្រឡាញ់របស់គាត់ការមើលថែសត្វព្រៃទាំងអស់ហ្នឹងហើយ Lucky នេះគឺគាត់មើលថែវាជាង20ឆ្នាំហើយគឺមានការចិត្តស្និទ្ធមួយគាត់ជាខ្លាំងដំរីជាច្រើនដែលមានឈ្មោះចាណាមហើយនឹងអូលំផាត់គាត់ថាអូលំផាត់គឺមានអាណាព្យាបាលគេមួយគឺគេទុកដូចជាម្ដាយគេគឺបង្កែវកុសលតាមការនិយាយរបស់គាត់នេះគឺមកដល់ថ្ងៃមួយដែលគឺជាកិច្ចប្រជុំមួយដែលផ្លាស់ប្ដូរបដិវត្តខ្លះនិងអភិរក្សហើយមានសមាជិកជាច្រើនហើយនិយាយពីគម្រោងផ្លាស់ប្ដូរធ្វើឲ្យប៉ះពាល់ចំណុចខ្លះគឺគាត់អត់ស្របតាមសមាជិកនៅកន្លែងប្រជុំហ្នឹងហើយមានអាចជាមានសមាជិកដែលមានអធិភាពជាងឬក៏មានសម្លេងគេច្រើនជាងសមាជិកក្នុងប្រជុំហ្នឹងគឺសម្រាប់ថាគឺអត់អាចធ្វើការជាមួយបងត្រីសុថេងនឹងបានទៀតទេហើយគេឲ្យជំរឿគាត់តើត្រូវលាឈប់ឬក៏ត្រូវឲ្យគេបណ្ដេញចេញគាត់ក៏សម្រេចចិត្តថាលាឈប់គេបានស្ដាប់សម្ដីសមាជិកនៅក្នុងអង្គប្រជុំនឹងហើយគឺគាត់ឡើងស្រាខ្លួនសូម្បីតែដើរបុកកញ្ចក់ស្ទើរតែអត់ដឹងខ្លួនតែបានគេជួយទប់ដោយថាគាត់ធ្វើការនឹងយូរហើយតើគាត់ចេញពីកន្លែងហ្នឹងគឺគាត់នឹងទៅធ្វើអីទៀតដល់គាត់មានបន្ទុកគ្រួសារផងជាប់បងរំលោះម៉ូតូផងហើយភ្លាមនេះគឺគាត់ត្រូវចេញគឺគាត់អត់ដឹងថាមានគោលដៅតាណាហើយណាមួយទៀតគឺគាត់នៅស្រឡាញ់សត្វព្រៃហ្នឹងហើយមុននឹងចេញហ្នឹងគឺគាត់បានទៅលេងជាមួយសត្វគាត់ជាពិសេសគឺលាក់គីពេលដែលឃើញកាយវិការម្ចាស់ទៅលេងអោបចឹងទៅក៏នៅស្ងៀមហាក់សម្ដែងអារម្មណ៍ថាដឹងរឿងអ្វីមួយយ៉ាងដូចថាជាញៀនមួយដែលធ្លាប់នៅជាមួយគ្នាយូរហើយកាយវិការម្ចាស់របៀបចម្លែកហើយលាក់គីហ្នឹងពេលហ្នឹងគឺតាមគាត់និយាយហ្នឹងគឺគាត់សម្ដែងអាការៈចម្លែកដែរគឺគាត់អត់មានរើតាណានៅសំងំស្ងៀមឲ្យបងត្រីសុភាពនឹងអោបលេងអញ្ចឹងណារហូតដល់ថ្ងៃដែលត្រូវគាត់ចាកចេញហ្នឹងគឺគាត់បានជិះម៉ូតូចេញហ្នឹងក៏លាក់គេហ្នឹងគឺគេចំណាំសលេងម៉ូតូហើយតាមតែគាត់និយាយនោះបើសិនជាគាត់ជិះម៉ូតូចាស់សំលេងរោម៉ូតូរបស់គាត់នោះគឺដំរីទាំងអស់ហ្នឹងគឺស្គាល់ទាំងអស់ប៉ុន្តែនេះគឺជាម៉ូតូថ្មីគាត់មានតែលាក់គីទេដែលស្គាល់អញ្ចឹងបានលាក់គីរត់ដេញតាមហើយដេញតាមហ្នឹងគឺរាល់ដងគាត់ថារត់ដេញតាមធម្មតាទេប៉ុន្តែនេះគឺរត់ដឹងមុនដូចថាដឹងថាម្ចាស់ហ្នឹងគឺឈប់នៅគាត់បានរត់ដេញតាមផងពាំងផ្លូវផងមើលទៅគឺគួរឲ្យសង្វេគមែនតើ